តើអ្នកធ្លាប់សង្កេតទេថាមនុស្សជាច្រើនចំណាយពេលរាប់ខែដើម្បីត្រៀមខ្លួនផ្លាស់ប្ដូរជីវិតប៉ុន្តែមិនដែលចាប់ផ្ដើមពិតប្រាកដសោះពួកគេរងចាំឲ្យខ្លួនឯងមានទំនុកចិត្តរងចាំអារម្មណ៍ចង់ធ្វើរងចាំពេលវេលាដ៏ល្អពិតផុសហើយចុងក្រោយពេលវេលាដ៏ល្អពិតផុសនោះមិនដែលមកដល់ឡើយព្រោះការពិតគឺស្ទើរតែគ្មាននរណាម្នាក់មានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់នៅពេលចាប់ផ្ដើមនោះទេមិនថាពេលចាប់ផ្ដើមអាជីវកម្មមិនថាពេលចូលហាត់ប្រាណលើកដំបូងមិនថាពេលបង្ហោះវីដេអូដំបូងឬពេលសម្រេចចិត្តផ្លាស់ប្ដូរជីវិតខ្លួនឯងនោះឡើយទំនុកចិត្តមិនមែនមកមុនទេសកម្មភាពទើបជាអ្នកមកមុនហើយអនាគតរបស់អ្នកវាកំពុងត្រូវបានកសាងនៅក្នុងពេលវេលាដែលអ្នកមានអារម្មណ៍មិនស្រណុកចិត្តជាពេលវេលាដែលអ្នកតែងតែព្យាយាមគេចវេះពីវាមនុស្សជាច្រើនគិតថាការពន្យាពេលមានន័យថាខ្ជិលប៉ុន្តែភាគច្រើនវាគឺជាការភ័យខ្លាចបរាជ័យភ័យខ្លាចមើលទៅលង់ខ្លៅភ័យខ្លាចក្នុងការចាប់ផ្ដើមអ្វីមួយហើយរកឃើញថាខ្លួនឯងមិនល្អដូចអ្វីដែលបានគិតដូច្នេះខួរក្បាលរបស់អ្នកក៏បង្កើតអារម្មណ៍ក្លែងក្លាយមួយថាខ្ញុំកំពុងធ្វើអ្វីដែលមានប្រយោជន៍ហើយអ្នកស្រាវជ្រាវអ្នករៀបផែនការអ្នកមើលវីដេអូជាច្រើនអ្នករងចាំផ្នត់គំនិត mindset ដែលត្រឹមត្រូវប៉ុន្តែនៅជំរៅក្នុងចិត្តអ្នកដឹងរួចទៅហើយថាត្រូវធ្វើអ្វីអ្នកគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយវានឹងមានអារម្មណ៍ថាងាយស្រួលជាងមុនតែប៉ុណ្ណោះខ្ញុំក៏ធ្លាប់គិតបែបនោះដែរខ្ញុំធ្លាប់គិតថាមនុស្សជោគជ័យគឺត្រៀមខ្លួនបានល្អជាងអ្នកដទៃមានកម្លាំងចិត្តជាងឬមិនសូវភ័យខ្លាចប៉ុន្តែបន្ទាប់ពីសង្កេតមើលមនុស្សដែលពិតជាអាចផ្លាស់ប្ដូរជីវិតខ្លួនឯងបានខ្ញុំបានកត់សម្គាល់ឃើញរឿងសំខាន់មួយភាគច្រើនពួកគេចាប់ផ្ដើមទាំងឡាយឡំដោយភាពច្របូកច្របល់នៅមិនទាន់មានទំនុកចិត្តនិងនៅសង្ស័យលើខ្លួនឯងនៅឡើយពួកគេគ្រាន់តែឈប់យកអារម្មណ៍មិនស្រណុកចិត្តធ្វើជាសញ្ញាឲ្យខ្លួនឯងបោះបង់តែប៉ុណ្ណោះគិតមើលកាលពីពេលរៀនបើកបររថយន្តលើកដំបូងវាមានអារម្មណ៍ចម្លែកណាស់ដៃជើងរឹងតឹងហើយគិតច្រើនលើគ្រប់រឿងតូចតាចប៉ុន្តែស្រមៃមើលបើអ្នកបាក់ឌីសែតមិនព្រមបើកបររហូតទាល់តែមានទំនុកចិត្តពេញលេញនោះអ្នកប្រហែលជាមិនដែលបានបើកចេញពីចំណតរថយន្តឡើយជីវិតក៏ដូចគ្នាដែរទំនុកចិត្តជាធម្មតាគឺជាលទ្ធផលនៃការធ្វើម្ដងហើយម្ដងទៀតមិនមែនជាលក្ខខណ្ឌមុនពេលចាប់ផ្ដើមនោះទេហើយនេះជាចំណុចដែលមនុស្សជាច្រើនជាប់គាំងពួកគេគិតថាខ្ញុំនឹងចាប់ផ្ដើមពេលខ្ញុំជឿជាក់លើខ្លួនឯងជាងនេះសិនប៉ុន្តែការជឿជាក់លើខ្លួនឯងត្រូវកសាងឡើងតាមរយៈភស្តុតាងហើយភស្តុតាងកើតចេញពីសកម្មភាពតែមួយគត់អ្នកមិនអាចក្លាយជាមនុស្សមានទំនុកចិត្តដោយគ្រាន់តែអង្គុយស្រមៃពីភាពជោគជ័យនោះទេអ្នកក្លាយជាមនុស្សមានទំនុកចិត្តដោយសារការឆ្លងកាត់ពេលវេលាដ៏លំបាកនិងមិនស្រណុកចិត្តតូចម្ដងហើយម្ដងទៀតផ្ញើសារដាក់ពាក្យការងារបង្ហោះវីដេអូចូលហាត់ប្រាណទាំងអារម្មណ៍មិនទាន់ជឿជាក់ឬនិយាយឡើងទាំងសំឡេងញ័រញាក់នោះហើយជារបៀបដែលមនុស្សផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងទៅជាមនុស្សដែលពួកគេចង់ក្លាយជាមិនមែនក្នុងពេលមួយយប់ហើយក៏មិនមែនដោយសារឧបត្ថេតដែរគឺគ្រាន់តែតាមរយៈការធ្វើសកម្មភាពទាំងដែលដឹងថាវាមិនស្រណុកចិត្តនិយាយឲ្យត្រង់ទៅនេះហើយជាមូលហេតុដែលមនុស្សមានសមត្ថភាពជាច្រើននៅតែបន្តជាប់គាំងព្រោះទេពកោសល្យដែលគ្មានសកម្មភាពគឺគ្មានន័យអ្វីទាំងអស់មានមនុស្សដែលមានគំនិតអស្ចារ្យប៉ុន្តែមិនដែលចាប់ផ្ដើមមនុស្សច្នៃប្រឌិតដែលមិនដែលបង្ហាញស្នាដៃខ្លួនមនុស្សឆ្លាតដែលគិតច្រើនរហូតមិនអាចធ្វើអ្វីចេញខណៈពេលដែលមនុស្សម្នាក់ទៀតដែលប្រហែលជាមិនសូវមានទេពកោសល្យខ្លាំងប៉ុន្តែគេហ៊ានធ្វើទោះបីមិនទាន់ល្អអស់ចោះក៏គេនៅតែទៅមុខមនុស្សប្រភេទនោះនឹងអភិវឌ្ឍខ្លួនបានលឿនជាងរៀនសូត្របានលឿនជាងនិងបង្កើតកម្លាំងរុញច្រាន momentum ទៅមុខបានលឿនជាងព្រោះការធ្វើសកម្មភាពបង្កើតនូវភាពច្បាស់លាស់ផ្ដែតលើសកម្មភាពតែមួយគត់ក្នុងពេលឥឡូវនេះហាត់ប្រាណមួយដងអានសៀវភៅមួយទំព័រផ្ញើអ៊ីមែលមួយឬចំណាយពេល1ម៉ោងដោយគ្មានការរំខាន
ជ័យជំនះតូចមានសារៈសំខាន់ណាស់ព្រោះវាជួយសាងសង់ការទុកចិត្តលើខ្លួនឯងឡើងវិញហើយការទុកចិត្តលើខ្លួនឯងអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងរឿងមួយទៀតដែលជួយបានគឺឈប់ស្រមៃផ្អែមល្ហែមពីកម្លាំងចិត្តមិនស្ថិតស្ថេរឡើយថ្ងៃខ្លះអ្នកមានអារម្មណ៍ចង់ធ្វើតែភាគច្រើនគឺអត់ទេមនុស្សដែលរីកចម្រើនជាបន្តបន្ទាប់មិនមែនជាមនុស្សដែលមានកម្លាំងចិត្តខ្លាំងជាងគេនោះទេគឺពួកគេគ្រាន់តែរៀនធ្វើសកម្មភាពមុនពេលមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់នោះហើយជាភាពខុសគ្នាពិតប្រាកដពួកគេយល់ថាអារម្មណ៍ផ្លាស់ប្ដូរជានិច្ចប៉ុន្តែសកម្មភាពអាចកើនឡើងជាលំដាប់ហើយប្រសិនបើពេលនេះអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងដើរនៅក្រោយគេក្នុងជីវិតសូមស្ដាប់ឲ្យច្បាស់អ្នកមិនមែននៅក្រោយគេព្រោះអ្នកមិនទាន់ដឹងគ្រប់យ៉ាងនោះទេមនុស្សភាគច្រើនក៏កំពុងរៀនសូត្រតាមផ្លូវដូចគ្នាអ្នកមានអារម្មណ៍ថានៅក្រោយគេព្រោះអ្នកឈូនៅកន្លែងដែលយូរពេកតែប៉ុណ្ណោះការចាប់ដើមធ្វើអ្វីមួយអាចផ្លាស់ប្ដូរវាបានសូម្បីតែជំហានតូចក៏ដោយជំហានតូចមួយទៅមុខមានកម្លាំងរុញច្រានច្រើនជាងការអង្គមានរឿងចម្លែកមួយកើតឡើងនៅពេលអ្នកចាប់ផ្ដើមពិតប្រាកដរឿងដែលអ្នកធ្លាប់ខ្លាចជាធម្មតាវាតូចជាងអ្វីដែលអ្នកបានគិតឆ្ងាយណាស់មិនមែនព្រោះតែបញ្ហានោះបាត់ទៅវិញទេប៉ុន្តែព្រោះតែចិត្តរបស់អ្នកចេះសម្របខ្លួនមនុស្សយើងអាចសម្របខ្លួនបានលឿនណាស់អ្វីដែលធ្លាប់គួរឲ្យខ្លាចនឹងក្លាយជារឿងធម្មតាមិនថាការធ្វើបទបង្ហាញការហាត់ប្រាណការសន្ទនាដ៏ពិបាកឬការវិភាគប្រចាំថ្ងៃថ្មីនោះទេអារម្មណ៍មិនស្រណុកចិត្តនឹងរួមតូចទៅតាមរយៈការប្រឈមមុខជាប្រចាំប៉ុន្តែវាកើតឡើងបានលុះត្រាតែអ្នកឈប់គេចវេះពីវាហើយវាក៏មិនមែនមានន័យថាអ្នកត្រូវបង្ខំខ្លួនឯងឲ្យធ្វើការដោយគ្មានឈប់សម្រាកនោះដែរការសម្រាកនិងការស្ដារកម្លាំងឡើងវិញគឺពិតជាសំខាន់ប៉ុន្តែវាមានភាពខុសគ្នាស្រឡះរវាងពាក្យថាសម្រាកនិងលាក់ខ្លួនមនុស្សជាច្រើនហៅវាថាការរងចាំពេលវេលាដ៏ត្រឹមត្រូវខណៈពេលដែលការពិតពួកគេគ្រាន់តែភ័យខ្លាចក្នុងការចាប់ផ្ដើមសូមស្មោះត្រង់ជាមួយខ្លួនឯងថាអ្នកកំពុងស្ថិតក្នុងចំណុចមួយណាព្រោះអនាគតរបស់អ្នកត្រូវបានបង្កើតឡើងដោយសកម្មភាពដែលអ្នកធ្វើម្ដងហើយម្ដងទៀតជាពិសេសគឺសកម្មភាពដែលធ្វើឲ្យអ្នកមិនស្រណុកចិត្តដូច្នេះនេះគឺជារឿងសំខាន់ដែលខ្ញុំចង់ឲ្យអ្នកចងចាំអ្នកមិនចាំបាច់មានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរជីវិតនោះទេអ្នកគ្រាន់តែត្រូវចាប់ផ្ដើមទំនុកចិត្តនឹងមកតាមក្រោយភាពច្បាស់លាស់នឹងមកតាមក្រោយកម្លាំងរុញច្រាននឹងមកតាមក្រោយប៉ុន្តែគ្មានអ្វីអាចមកដល់មុនសកម្មភាពឡើយអនាគតរបស់អ្នកមិនត្រូវបានកសាងនៅក្នុងតំបន់សុខស្រួល comfort zone នោះទេវាត្រូវបានកសាងនៅក្នុងខណៈពេលតូចដែលអ្នកជ្រើសរើសពាក្យថាធ្វើជំនួសឲ្យពាក្យថាកិច្ចទោះបីជាវារញ៉េរញ៉ៃទោះបីជាអ្នកសង្ស័យលើខ្លួនឯងឬទោះបីជាការរីកចម្រើននោះមានភាពយឺតយ៉ាវក៏ដោយជាពិសេសគឺនៅក្នុងកំឡុងពេលបែបនោះឯងដូច្នេះនៅយប់នេះសាកល្បងធ្វើរឿងមួយជ្រើសរើសរឿងមួយដែលអ្នកកំពុងតែកេកវាពីវាមិនមែន10រឿងទេគឺតែមួយគត់ហើយធ្វើឲ្យវាតូចល្មមដែលអ្នកស្ទើរតែមិនអាចបរាជ័យបានបើកឯកសារនោះសរសេរប្រយោគដំបូងដើរត្រឹមតែ10នាទីឬចាប់ផ្ដើមមុនពេលដែលខួរក្បាលរបស់អ្នកបញ្ជាឲ្យអ្នកឈប់ព្រោះជីវិតដែលអ្នកចង់បានប្រហែលជាកំពុងលាក់ខ្លួននៅពីក្រោយការសម្រេចចិត្តដ៏ពិបាកនិងមិនស្រណុកចិត្ត2-3ដែលអ្នកតែងតែពន្យាពេលនោះឯងហើយកាន់តែឆាប់ដែលអ្នកឈប់រងចាំឲ្យខ្លួនឯងមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ជីវិតរបស់អ្នកក៏កាន់តែចាប់ផ្ដើមបោះជំហានទៅមុខលឿនដែរកុំភ្លេចចុច like subscribe និងបើកការជូនដំណឹងដើម្បីកុំឲ្យអ្នកខកខានវីដេអូណាមួយដែលអាចផ្លាស់ប្ដូររបៀបដែលអ្នកគិតធ្វើការនិងរស់នៅ